វីដេអូនេះគឺ record ចេញពីកាមេរ៉ាសុវត្ថិភាពគឺជាគ្រោះថ្នាក់មួយកើតឡើងនៃការធ្វើប្រហែសនៅពេលដែលលោកយាយដាក់កូនប្របេះនៅនឹងកែមពូកហើយកូនដួលកាប់មុខអញ្ចឹងហេតុអីក៏ប៉ាកាត់វីដេអូនេះទុកជាមេរៀនមួយគឺក្រោយពេលដែលមើលវីដេអូនេះហើយប៉ានិងម៉ាក់សម្រាប់ប៉ាគឺដូចកបិតគេយកកបិតមកចាក់បេះដូងចឹងពួកកូនជាក្តីស្រឡាញ់របស់ប៉ាហើយដួលកាប់មុខនេះកើតឡើងដោយឧបទ្ទវហេតុការធ្វើប្រហែសរបស់លោកយាយអញ្ចឹងប៉ាចង់ប្រាប់ថាមុនកាលពីមុនប៉ាម៉ាក់ធ្លាប់គិតគ្នាថាដោយការរវល់ប៉ាធ្វើការម៉ាក់ធ្វើការចង់យកកូនទៅដាក់នៅទារកដ្ឋានដោយសារបងឥតបងចរូនមួយប៉ាត្រូវជាអ៊ំកូនហ្នឹងគាត់បើកទារកដ្ឋានហើយម៉ាក់គិតថាទាំងប៉ាទាំងម៉ាក់គិតថានៅពេលដែលកូនចេះនិយាយគិតថាយកទៅដាក់នៅទារកដ្ឋានព្រោះបើមានហេតុការណ៍អីអាចសួរនាំកូនបានកូនអាចប្រាប់ពីហេតុការណ៍បើមានគេធ្វើបាបឬមួយក៏គ្រោះថ្នាក់អីផ្សេងនៅទារកដ្ឋានឬក៏គេមើលថែកូនបណ្ឌិតដល់អីអាចសួរនាំកូនបាន
កូនអាចប្រាប់បានក៏តែនៅពេលដែលមានហេតុការណ៍កើតឡើងនេះប៉ាគឺច្បាស់ក្នុងចិត្តថាមិនដាច់ខាតគឺមិនដាក់កូននៅទីរកឋានទេសុខចិត្តធ្វើការខ្លះមើលកូនខ្លះមកយាយជួយមើលខ្លះអ្នកណាអ្នកនេះគ្រូគឹមអីជួយមើលខ្លះរហូតដល់កូនចូលមត្តេយ្យដោយសារបើសិនណាជាមានហេតុការណ៍កើតឡើងនៅទីរកឋានគេច្បាស់ជាអ្នកមើលថែកូនច្បាស់ជានិយាយយករួចខ្លួនឧទាហរណ៍ករណីនេះលោកយាយគាត់ក៏លេចមកឃើញតន់គាត់ថាកូនបុកជាមួយនឹងដបទឹកប៉ុន្តែជាក់ស្ដែងគឺមិនបុកជាមួយដបទឹកទេគឺកូនផ្កាប់មុខបុកមាត់ទៅនឹងការ៉ូធ្វើឲ្យបែកមាត់នៅខាងក្នុងមិនមែនបុកជាមួយដបទឹកទេហ្នឹងគាត់ឃើញផ្ទាល់ផងហើយដល់មើលទៅកាមេរ៉ាជាក់ស្ដែងមិនមែនអញ្ចឹងទេមិនមែនបុកជាមួយដបទឹកទេបុកជាមួយការ៉ូហ្នឹងអញ្ចឹងឃើញឯងការពិតគឺអត់អាចប្រាប់បានផងហ្នឹងនៅពេលដែលយើងនៅនឹងផងគាត់នៅនឹងផងហើយជាសាច់ឈាមជាដូនដែលស្រឡាញ់កូនផងនៅមានការធ្វើប្រហែសចុះតម្រាំអ្នកដតីនៅទីរកឋានគេមើលគាត់ណាស៊ីឈ្នួលយកប្រាក់ខែគេមិនរត់តែប្រហែសជាងនឹងទៀតហ្នឹងទី1ទី2មានអាការអីកើតឡើងគេច្បាស់ជានិយាយយករួចខ្លួនហើយគេនិយាយយករួចខ្លួនណាកុំឲ្យខុសច្រើនពេកកុំឲ្យមានកំហុសវាអញ្ចឹងហ៎សំបីតែលោកយាយគាត់ឃើញហេតុការណ៍ផ្ទាល់ផងគាត់ថាគាត់នៅយល់ច្រឡំថាបុកជាមួយនឹងដបទឹកតែការពិតមិនបុកមួយដបទឹកផងចុះបើកើតនៅទៅលោកទៅរកកឋានវិញតើប៉ាទៅរកការពិតដល់របៀបណាអញ្ចឹងគឺដាច់ខាតគឺមិនដាក់នៅទៅរកកឋានទេសុកចិត្តមើលខ្លួនឯងសូម្បីតែសាច់ឈាមយើងមើលថែកូននៅតែមានធ្វើប្រហែសដែលមិនចង់សោះក៏នៅធ្វើប្រហែសចុះតម្រាំតែអ្នកដតីទៀត